ទ័ពថៃអះអាងថាតំបន់ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃហើយប្រតិបត្តិការរបស់ខ្លួនមានគោលបំណងរៀបចំទឹកដីខ្លួនឡើងវិញបន្ទាប់ពីមានការរំលោភចូលពីភាគីកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍តើអ្វីជាជំហររបស់កម្ពុជាឆ្លើយតបទៅនឹងសំណួរខាងលើកម្ពុជាបញ្ជាក់ជំហរថាអធិបតេយ្យភាពត្រូវបានកំណត់ដោយឯកសារច្បាប់ដែលទទួលស្គាល់រួមគ្នាជាពិសេសគឺអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ពោលគឺមិនមែនដោយការអះអាងជាឯកតោភាគីឬការកែប្រែប្រវត្តិសាស្ត្រតាមអំពើចិត្តនោះឡើយការលើកឡើងរបស់កងទ័ពថៃដែលថាតំបន់ទាំងនេះត្រូវបានសហគមន៍កម្ពុជាចូលមករស់នៅលើសពី40ឆ្នាំគឺជាការបញ្ជាក់យ៉ាងច្បាស់ថាប្រតិបត្តិការយោធាបច្ចុប្បន្នរបស់ថៃមិនមែនជាសកម្មភាពការពារខ្លួនជាបន្ទាន់នោះទេប៉ុន្តែជាការប៉ុនប៉ងដោយចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពដែលមានស្ថិរភាពជាយូរមកហើយតាមរយៈការប្រើកម្លាំងទ័ពច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យរដ្ឋណាមួយរៀបចំឡើងវិញនៅទឹកដីដែលមានចំនួនតាមរយៈការលុកលុយតាមផ្លូវយោធានោះឡើយហើយក៏មិនអនុញ្ញាតឲ្យបណ្ដេញប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់នោះអស់ជាច្រើនចំនួនរួចមកហើយនោះដែរចំនួនពាក់ព័ន្ធនឹងការកំណត់បន្ទាត់ព្រំដែនត្រូវដោះស្រាយតាមផ្លូវបច្ចេកទេសតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC មិនមែនដោយការកំណត់ព្រំដែនជាឯកតោភាគីតាមរយៈកម្លាំងយោធានោះទេកម្ពុជាអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកតបចរចាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានជំនួសឲ្យការប៉ុនប៉ងគូផែនទីឡើងវិញដោយកម្លាំង